វីដេអូនេះខ្ញុំមក review ពីកូនញ៉ាម្ដងដោយសារតែមានសំណុំពរច្រើនដែរនៅក្នុងក្រុមគឺញ៉ា Steel ជាងគេហើយចូលចិត្តដើរលេងច្រើនសប្តាហ៍គាត់មានអាយុ18ឆ្នាំរៀនថ្នាក់ទី9ប៉ុន្តែធ្លាក់2ឆ្នាំហើយកាប់ពិតទៅត្រូវរៀនថ្នាក់ទី11អីហើយញ៉ាជាកូនតូលនៅក្នុងគ្រួសារសប្តាហ៍ហ្នឹងខ្ញុំអត់ទាន់ដឹងថាញ៉ាមានសង្សារឬមួយក៏អត់ទេពួកអីវាកុហកខ្ញុំរហូតនិយាយទៅឆាកជីវិតញ៉ាគឺពោពេញដោយការកុហកអញ្ចឹងក៏ខ្ញុំ voice over តាមនឹងដែរហើយបើនិយាយពីចំណុចល្អគឺដូចជាអត់មានទេទាំងអស់គ្នានិយាយលេងហ្នឹងណាកាប់ពិតញ៉ានៅក្នុងក្រុមគឺគាត់ចូលចិត្តយកអាសាមនុស្សនៅជុំវិញខ្លួនចំណុចពិសេសរបស់គាត់គឺអត់ចេះខ្លាចខ្មោចទេមកក្រុមគេខ្លាចខ្មោចទាំងអស់អត់តែញ៉ាម្នាក់គត់តែក្លាហានតែពីការសិក្សាតែពីការថតរឿងគឺញ៉ាចូលចិត្តបរហោះម៉ូតូអីអញ្ចឹងតែអ្នកគ្នាជិះតាមផ្លូវឃើញតែគេជិះលឿនបរហោះម៉ូតូអីហ្នឹងងាកមើលទៅដឹងតែញ៉ា Steel Man ប៉ុន្តែអត់ចេះដើររករឿងគេមុនទេណាឲ្យតែគេមកប៉ះគាត់ហើយប៉ះគ្នាគាត់ទៅបានហើយថ្ងៃនៅក្នុងក្រុមញ៉ាសង្ហាខ្លាំងដើរលេងដាច់យប់រាល់ថ្ងៃប៉ុន្តែស្បែកមុខនៅតែស្អាតដដែលដោយសារតែគេមានជំនួយការពិសេសគឺម៉ាស់បិទមុខហង 3 in 1មិនថានៅកន្លែងថតមិនថានៅទេហើយគឺញ៉ាចូលចិត្តបិទមែនតើដូចបងប្អូនទាំងអស់គ្នាដឹងអញ្ចឹងមាន3 step ទី1គឺជាប្រភេទសន្លឹកម៉ាស់បិទទុកចោលរយៈពេល15នាទីបកចេញមកវិញមិនបាច់លាងទឹកហើយមកធ្វើការលាបជាមួយនឹង toner ជួយផ្ដល់សំណើមជាតិទឹកដល់ស្បែកមុខយើងបានគ្រប់គ្រាន់មែនតើគាត់មានស្បែកមុខកំពុងរោលអីគឺត្រូវចូលមកដល់ step ទី3គឺជាប្រភេទគ្រីមវីតាមីនមុខដែលមានតែនៅក្នុង clinic តែប៉ុណ្ណោះស្បែកមុខយើងឡើងអាឡុងចែងចាំងដូចកញ្ចក់ភ្លាមតែម្ដងហើយសំរុំមែនតើណាគេដែលគាត់មានចំណាប់អារម្មណ៍ចង់ប្រើឆាតមកខ្ញុំមកនិយាយពីកូនកងវិញធំតាមៀតឆ្អៀតតាមុងមកគេមានពួកម៉ាក់បកែខ្លាច់ខ្មោចខ្លះមែនសិនក្នុងវីដេអូនេះមកអូយអង្គុយឃើញអត់ខ្ញុំនិយាយអត់ខុសទេចន្លោះចង់បានប្រពន្ធហើយប៉ុន្តែខ្លាចឥឡូវមកមើល version នេះម្ដងអូយអង្គុយចឹងមិនថាកូនប្រុសខ្ញុំរឿងក្លាហានអីគឺថាខ្ញុំរ៉េតឲ្យ0លើ10ច្បាស់ហ្មងថាมันអាចការពារខ្ញុំបានធ្លាប់និយាយប្រាប់ខ្ញុំថាគេចង់ធ្វើទៅហ៊ានធ្វើមិនកើតបើខ្លាចខ្មោចម្លឹងហើយវីដេអូទាំងអស់ហ្នឹងគឺតាំងតែពីពេលពួកខ្ញុំរៀបខ្ញុំឃើញក៏ចេះតែកាត់ឲ្យបងប្អូនទាំងអស់គ្នាសើចសប្បាយលេងទៅហើយឥឡូវនេះដែរក៏មានដំណឹងថ្មីក្តៅបងប្អូនចាប់ពីថ្ងៃហ្នឹងទៅមិនធ្វើមិនអីចាប់ដំណឹងទៅលើកទី1ឯដែលកងកងសម្រាប់ទឹកភ្នែកខូបកណាត់កងកងម្សិលមិញគឺថាមានគ្រប់រសជាតិហើយគម្រោងការសប្រាយថ្ងៃនេះគឺថាមកបាសសក់ដែរហ្នឹងដោយសារតែមេគឺអត់ដែលស្ដីឲ្យពួកខ្ញុំទេហើយក៏អត់ដែលត្រូវមាត់ខ្លាំងដែរតែលើកនេះគឺថាពួកខ្ញុំដាក់គម្រោងការឲ្យមេហៅកងកងទៅស្ដីឲ្យហើយកងកងគាត់គឺជាមនុស្សដែលឆាប់ភ័យមែនតើគាត់អត់ដែលទទួលរងពាក្យទាំងអស់ហ្នឹងពីមុនមកឯងចឹងអាចនិយាយបានថាវាលើកទី1សម្រាប់គាត់ដែរចឹងណាហើយគម្រោងការសប្រាយហ្នឹងក៏បានសម្រេចដែរជូនពរឲ្យកងកងមានអនាគតល្អនឹងនៅជាមួយនឹងធីមហងឲ្យបានយូរទោះមានរឿងអីក៏ដោយក៏ពួកយើងកុំចោលគ្នានៅតែអបកសោបគ្នាហើយបន្តតាណាទៅមុខជាមួយគ្នារហូតបងប្អូនមានដឹងតំណឹងពិសេសសម្រាប់ top fan ផលិតផលហងឲ្យតែមានផលិតខូបកណាត់កងកងហើយមិនក៏ឃើញកុយអញ្ចឹងចង់បញ្ជាក់ប្រាប់បងប្អូនថាមិនមែនពួកខ្ញុំបានសប្បាយហើយភ្លេចគាត់ទេឥឡូវហ្នឹងគឺកុយនៅខេត្តនៅឡើយដូចបងប្អូនបានដឹងអញ្ចឹងថាម៉ាក់របស់គាត់គឺកំពុងតែធ្លាក់ខ្លួនថ្ងៃទី20ជាងបានកុយឡើងមកបំពេញវិញហើយពួកខ្ញុំទាំងអស់គ្នាក៏បានខលទៅលេងកុយរាល់ថ្ងៃដែរពួកខ្ញុំអត់បានទុកកុយចោលទេបើនិយាយពីទំហំទឹកចិត្តដែលនឹកកុយរាល់ថ្ងៃនេះគឺ1លាននឹកហ្មងហើយយប់មិញបន្ទាប់ពី surprise birthday កងកងហើយមេរបស់ខ្ញុំនិងពួកខ្ញុំក៏បានទៅ walk street ដែរគាត់ទៅដើរជួបមេរបស់ខ្ញុំហើយឆ្លើយសំណួរដែលគាត់សួរត្រូវឯណាក៏បងប្អូនទាំងអស់គ្នាទទួលបានជាមួយនឹងផលិតផលហងយកទៅប្រើប្រាស់ free ដែរខ្លាំងមែនតើហើយការចែកគឺចែកពិតប្រាកដទាំងអស់អត់មានកុហកអត់មានសម្ដែងទេចឹងសម្រាប់បងប្អូនដែលគាត់ទៅ walk street ថ្ងៃសៅរ៍ថ្ងៃអាទិត្យជួបមេរបស់ខ្ញុំកុំភ្លេចមកលេង challenge យករង្វាន់ទាំងអស់គ្នាសាំស្រោមហងនិង BB cream ហងគឺជាតួឯកប្រចាំក្រុមហ៊ុនតែម្ដងលក់ដាច់ខ្លាំងមែនតើតម្លៃសមរម្យផលិតផលរបស់កូរ៉េសុទ្ធ 100% សំខាន់ជួយការពារស្បែកមុខយើងពីកម្ដៅថ្ងៃបានល្អទៀត Idol ក៏ប្រើដែរណាការຕົកមិនសុកចិត្តរឿងនំខេតហ្នឹងហ្មងកូនខ្ញុំមកគ្រាន់តែឃើញហើយគឺថាតក់ស្លុតនឹងទស្សនភាពនំហ្នឹងហើយខ្ញុំឃើញមានខមមិនច្រើនគាត់ហួសចិត្តរឿងនំខេតហ្នឹងអញ្ចឹងណាការប៉ុន្តែគឺរសជាតិដូចតែនំផ្សេងដែរទេទាំងអស់គ្នាគ្រាន់តែខ្ញុំទិញមករុងអញ្ចឹងដើម្បីឲ្យមានភាពតាក់ទាញឲ្យបានសើចសប្បាយទាំងអស់គ្នាអញ្ចឹងណាមើលតែមាត់កូនខ្ញុំទៅដឹងឲ្យញ៉ាំដំបងរៀងញើតដែរតែដល់ពេលបានដាក់ចូលមាត់ទៅមានអីឆ្ងាញ់តែដូចតែនំគេឯងដែរសំខាន់គូនេះបញ្ចុកគ្នាទៀតហើយកងក៏បានទទួលកាដូពីមេរបស់ខ្ញុំដែរវីដេអូដែលទទួលកាដូហ្នឹងគឺខ្ញុំផុសនៅ account Cushion Hang 6 in 1អាណិតណាលោកអើយឲ្យតៃបញ្ចុកលេងញាត់នំគ្នាឡើងប្រប៉ុនកដៃចូលមាត់នៅក្នុងក្រុមកូនខ្ញុំគឺអត់ដែលឆ្លោះគ្នាមានតែភាពសប្បាយហើយនឹងស្នាមញញឹមឲ្យគ្នារាល់ថ្ងៃហើយពួកគាត់សុទ្ធតែជាក្មេងល្អទេទាំងអស់គ្នាពេលដែលយើងប្រាប់អីទៅគឺគាត់តែងតែស្ដាប់តាមធ្វើតាមតែចេះរឹងរូសដូចកូនគង់អញ្ចឹងមកក្រុមហ្នឹងគឺថា slot ជាងគេហ្មងមើលតែមុខទៅដឹងហើយខ្ញុំអត់ដែលបានចេញវីដេអូពាក់ព័ន្ធជាមួយនឹងក្រែមលាបមាត់ហើយដើមមកដូចបាន2ដើមអញ្ចឹងមួយខាងមេតមួយខាងគីឡូដែលតែជ្រើសរើសយកមកលាបថ្ងៃនេះគឺពណ៌លេខ2របៀបពណ៌ក្បឿងមែនតើអូឆ្វាច់គឺឃើញប្រវេមាត់យើងស្អាតខ្លាំងហ្មងតែកាន់តែពិសេសអាច
អាចយកទៅធ្វើជា color ពណ៌ color ភ្នែកបានទៀតលើចំណេញហ្មងមួយដើមត្រឹមតែ$5តែប៉ុណ្ណោះតម្លៃសមរម្យណាទាំងអស់គ្នាសម្រាប់អូនៗដែលគាត់នៅរៀនអីក៏គាត់អាចមានលទ្ធភាពទិញប្រើដែរប៉ុណ្ណឹងហើយសំខាន់ប្រើប្រាស់បានយូរមែនតើធន់នឹងទឹកជាប់បានយូរអត់ស្អិតអត់កកអត់បតាក់ទេឥឡូវនេះគាត់មកបន្ថែមខាង color ទាំងអស់គ្នាឃើញគាត់គ្រាន់តែលាបភ្លាមមកគឺឃើញប្រពងមាត់យើងដូចចាក់ filler អញ្ចឹងស្អាតខ្លាំងមែនតើហ្មងអញ្ចឹងមិនថាមនុស្សស្រីយើងអត់ក្រែមគឺចប់អាចមើលភាពខុសគ្នារវាងពេលដែលមិនទាន់លាបហើយនិងពេលលាបហើយបានណាស្អាតប៉ិតថ្ងៃហ្នឹងខ្ញុំមក unboxing សក់ของកងខ្ញុំមិនដឹងថាពណ៌ចេញមកហ្នឹងបែបម៉េចទេណាតែយប់មិញគេប្រាប់ខ្ញុំថាគេដាក់សក់ពណ៌អញ្ចឹងឥឡូវខ្ញុំមក unboxing បើគេណានេះកងសក់ពណ៌ហ្មងមិនធ្វើខុសវិន័យក្នុងក្រុមរហូតចឹងសុំទៅឈប់ទទួលពាក្យសុំទៅហើយជំនួសពាក្យសុំទោសហ្នឹងថ្ងៃហ្នឹងខ្ញុំឲ្យកងធ្វើម្ហូបឲ្យខ្ញុំញ៉ាំមិនដូចថ្ងៃនេះមិនដឹងហូបកើតអត់ទេទាំងអស់គ្នាដឹងតែកាន់100%ឯចាបើម្ចាស់ខ្លួនគេជឿជាក់ប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាចាំមើលលទ្ធផលសំខាន់កងថ្ងៃនេះគេឡើងនារីមេផ្ទះហ្មងងើបទៅផ្សារតាំងពីព្រឹកហើយមុននឹងទៅផ្សារគឺអត់ភ្លេចទេជាមួយនឹងកាហ្វេហឹមទៅខ្ញុំញ៉ាំមួយថ្ងៃពីរកញ្ចប់ជារៀងរាល់ថ្ងៃហ្មងឥឡូវក៏មានប្រូម៉ូសិនពិសេសដែរណាទាំងអស់គ្នាទិញ2ថែម2អ្នកដែលគាត់កាំងគីឡូញ៉ាំអីអត់បានផលអាចសាកជាមួយកាហ្វេហឹមបានក្នុងមួយប្រអប់មានរហូតទៅដល់15កញ្ចប់មួយប្រអប់ហ្នឹងថ្លៃចន្លោះពី2រហូតទៅ13គីឡូសំខាន់រសជាតិឆ្ងាញ់ញ៉ាំទៅអត់ធ្វើទុកអត់ធីងថងអត់រាករុះវិលមុខអីទាំងអស់អ្នកដែលគាត់ស្គាល់ខ្ញុំពីមុនដឹងខ្ញុំពីមុនធាត់ខ្លាំងណាស់ទាំងអស់គ្នាតែតាំងពីចាប់ផ្ដើមញ៉ាំជាមួយកាហ្វេហឹងមកគឺឃើញថាខ្លួនឯងប្លែកច្រើនដែរអាចសាកបានក៏មានសង្សារហ្នឹងឃើញអត់មានតន់ងប់ណាអត់មានសង្សារក៏ដូចរស់បែបនៅកាប់ដងអង្គុយកាប់ដងឡើងហ្នឹងតែគាត់ឯងមានស្នេហាទៅអីអូយលេងចិត្តថាអាល្មើបាត់បញ្ជាស្ដីក្នុងក្រុមហ្នឹងស្ដាប់ទៅដូចជាហួសហេតុអញ្ចឹងទាំងអស់គ្នាតែការពិតទៅពួកខ្ញុំនិយាយនឹងបដៅនេះគឺចង់ឲ្យគាត់ល្អទេវ័យពួកគាត់គឺសិតតែក្រោម20ឆ្នាំអញ្ចឹងខ្ញុំចង់ឲ្យគាត់ផ្ដោតទៅលើការសិក្សាហើយការងារដែលថតរកចំណូលនេះគឺបន្ទាប់បន្សំទេទាំងអស់គ្នាពេលដែលបើកប្រាក់ខែទៅគឺពួកគាត់យកទៅប្រកួតប្រគំការសិក្សាខ្លួនឯងក្នុងនាមខ្ញុំជាបងគាត់ផ្លូវអស់ហ្នឹងគឺខ្ញុំដើរហើយអញ្ចឹងបាទខ្ញុំណែនាំចង់ឲ្យគាត់ល្អអ្នកទាំងអស់គ្នាជួយ comment ផងពេលដែលក្នុងក្រុមមានបំរាមអញ្ចឹងហួសហេតុពេកហើយមួយទៀតនៅក្នុងក្រុមបើសិនជាណាគេម្នាក់ដែលគាត់ជ្រុលខ្លួនមានស្នេហាហើយគឺពួកខ្ញុំមិនមានថាអីទេតែគ្រាន់តែខ្ញុំអត់ចង់ឲ្យបើកចំហអញ្ចឹងណាទាំងអស់គ្នាយើងស្រឡាញ់គ្នាបែបចាស់ទុំស្រឡាញ់គ្នាបែបស្ងាត់បំរាមក្នុងក្រុមមានតែប៉ុណ្្នឹងឯងទាំងអស់គ្នាងាយហើយថ្ងៃហ្នឹងកងធ្វើម្ហូបឲ្យពួកខ្ញុំញ៉ាំមកចាំមើលវីដេអូបន្ទាប់ទាំងអស់គ្នាឡូតែទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសួរបរិយាអញ្ចឹងណាសួរសំខាន់ចាចង់ថាអត់ពេលបាយពីខ្ញុំទៅស្រ័យក្រោយបាយអត់បោមកដល់បាយក្រោយមកតែវាអាចមកខ្លោយដាក់សុំរឿងមួយបាទសុំបាទចាំហត់ស្លាញ់គ្នាម្ដងទៀតបាទណាជួបគ្នាវិញទេអូយមិនប្រញាសខ្ញុំហើយខ្ញុំអស់អីវាចាហ្មងចាឥឡូវខ្ញុំមិនខ្វល់ខ្ញុំមក